នេះគឺជាសម្លប្រហើរបែបខ្មែរខ្ញុំប្រើបន្លែរៀងច្រើនតិចដែលសារឥឡូវហ្នឹងរៀងចូលចិត្តបន្លែចម្លែកខុសពីធម្មតាចូលចង្ក្រានធ្វើចុងភៅខ្លួនឯងតែបើរឿងក្តៅអត់ចេះនៅទេទាល់តែបើកម៉ាស៊ីនត្រជាក់បានចេះនៅមុននឹងរៀបចំស្លសម្លប្រហើរមកលេងអាប៉បពីបន្តិចសិនបាទដេកចាំនៅផ្ទះបាយហ្មងប្រហែលឃ្លានបាយហើយមើលទៅជំហានដំបូងយើងត្រូវយកត្រីមកស្ងោរហើយយើងបេះយកសាច់ដើម្បីយកទៅបុកជាមួយគ្រឿងហើយបន្លែមានដូចក្នុងវីដេអូអញ្ចឹងខ្ញុំប្រើប្រហុកកន្លះកូនចានប្រហុកម៉ាក់ខ្ញុំឲ្យមកហើយគ្រឿងនេះទិញស្រាប់មកទេមកបុកមួយសាច់ត្រីហើយទឹកដែលចាក់ចូលឆ្នាំងនេះគឺទឹកស្ងោរត្រីស្ងោរឆ្នាំងធំចាក់ចូលស្លឆ្នាំងទូចពេលដែលទឹកពុះហើយខ្ញុំចាប់ផ្ដើមជ្រុំប្រហុកកន្លះកូនចានបាញ់មិញហើយដាក់បន្លែដែលក្រនិងផុយចូលមុនហើយយើងដាក់សាច់ត្រីដែលបុកជាមួយគ្រឿងចូលស្លនេះខ្ញុំប្រើត្រីរៀងច្រើនបន្តិចដោយសារតែត្រីខ្ញុំទិញមកហ្នឹងវារៀងធំហើយខ្ញុំទិញពីអ៊ីអនហ្នឹងអស់ជាង 10000 ដែរទិញទុកប្រហែលថ្ងៃខ្លះសេកបន្ទាប់ពីវាពុះហើយយើងចាប់ផ្ដើមដាក់គ្រឿងទឹកត្រីអំបិលស្ករប៊ីចេងតាមចំណង់ចំណូលចិត្តរបស់យើងទៅស្លខ្ញុំភាគច្រើនខ្ញុំអត់ប្រើស្ករទេបងប្អូននៅក្នុងស្លខ្ញុំយកជាតិផ្អែមចេញពីបន្លែមកវិញម្ហូបខ្ញុំមកពេលត្រូវតែមានផ្អែមលាងមាត់ឬមួយក៏ក្រៀមក្រោះមួយមុខផ្សេងទៀតមានសម្លប្រហើរមួយមុខហើយថ្ងៃនេះខ្ញុំក៏មានអាឡឹកជាមួយត្រីងៀតផងចិត្តអាឡឹកចិត្តអីរួចរាល់ខ្ញុំក៏បានយកបន្លែមកដាក់ដោយសារតែត្រាវនឹងលពៅអីរបស់យើងចាប់ផ្ដើមផុយហើយបន្លែខៀវរបស់យើងសម្បូរដោយសារធាតុចិញ្ចឹមដាក់បន្លែខៀវចុងក្រោយនេះកុំរំងាស់ឲ្យវារលួយបើសិនជាវារលួយវាបាត់បង់នៅសារធាតុចិញ្ចឹមដែលមាននៅក្នុងបន្លែហើយស្លយើងក៏បានឆ្អិនអាឡឹកក៏បានរៀបចំរួចរាល់ត្រីងៀតក៏បានចៀនឆ្អិនហើយកុំភ្លេចទឹកត្រីម្ទេសមួយកូនចានផងធ្វើឲ្យសម្លកាន់តែមានរសជាតិឆ្ងាញ់ថ្ងៃនេះរៀងពិសេសដោយសារតែខ្ញុំមានតែមួយប៉ាន់ដែរដើម្បីអង្គុយផឹកក្តៅបន្ទាប់ពីញ៉ាំបាយហើយមកញ៉ាំបាយមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំបានសម្លប្រហើរអាឡឹកទុំជាមួយនឹងត្រីងៀតមានទឹកត្រីញិចម្ទេសផងដែរបើនិយាយពីរសជាតិសម្លប្រហើរនេះអត់ដិតខ្លាំងទេដោយសារតែឥឡូវនេះខ្ញុំញ៉ាំរៀងសាបបន្តិចកាត់បន្ថយស្ករកាត់បន្ថយប៊ីចេងញ៉ាំសម្លបែបខ្មែរសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានទាំងបន្លែមានទាំងសាច់វាជំនួយទៅដល់សរីរាង្គកាយរបស់បងប្អូនទាំងមូលហើយមិនប៉ះពាល់ទៅដល់សុខភាពទៀតបងប្អូនកុំខ្លាចឡើងគីឡូឲ្យតែយើងញ៉ាំម្ហូបខ្មែររបស់យើងសម្បូរទៅដោយបន្លែឲ្យតែប្រភេទម្ហូបខ្មែរបងប្អូនចំណាំមើលគឺខ្មែរយើងប្រើបន្លែប្រើសាច់នេះច្រើនមែនតែនដែលពពួកបន្លែសាច់នេះគឺជំនួយទៅដល់រាងកាយរបស់យើងតែម្ដងពេលនៅតូចគេឲ្យញ៉ាំបបរខាប់គ្រប់គ្រឿងក៏កិនពីបន្លែសាច់នឹងឯងដើម្បីជំនួយទៅដល់រាងកាយស្រូបយកសារធាតុចិញ្ចឹមទាំងអស់ចេញពីបន្លែនិងសាច់តែដល់ពេលយើងធំហើយទៅញ៉ាំបបរខាប់គ្រប់គ្រឿងមិនកើតមានតែញ៉ាំស្លប្រហើរស្លបែបខ្មែរដែលសម្បូរទៅដោយបន្លែនិងសាច់នឹងឯងបើនិយាយអំពីត្រីងៀតនិងអាឡឹកទុំនេះវិញបងប្អូនអើយនិយាយពីថាជក់ចិត្តដិតអារម្មណ៍តែម្ដងត្រីងៀតស្រួយញ៉ាំជាមួយអាឡឹកផ្អែមត្រជាក់ដែលខ្លះសេក្នុងទូទឹកកកញ៉ាំទៅត្រជាក់ចិត្តដិតអារម្មណ៍មែនតែននិយាយពីថាចូលជាតិគ្នាតែម្ដងសម្លប្រហើរនេះហាអត់មានតសក់ត្រាំតសក់ចាវអីសោះបើសិនជាមានទៀតអូញាក់សាច់ត្មងមកពេលនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អមែនតែនដោយសារមានសម្លខ្មែរផងមានត្រីងៀតផងមានអាឡឹកផងឥឡូវដាក់ទឹកតែចុងក្រោយដើម្បីលាបងប្អូនទៅវិញស្អែកជួបគ្នាវីដេអូថ្មីអរគុណ